ពេលត្រឡប់មកដល់ផ្ទះវិញណាបងប្អូនអើយឃ្លានណាស់ធ្លាប់តែនៅផ្ទះញ៉ាំសាច់គោជាមួយទឹកម្រេចអីចឹងណាដល់ពេលទៅជំនុំភេសកគឺថារយៈពេល20ថ្ងៃ30ថ្ងៃហ្នឹងគឺខ្ញុំដាច់ជាតិសាច់គោឲ្យប៉ាត់ហ្មងណាបងប្អូនដោយសារទី1នៅកន្លែងភេសកហ្នឹងវារៀងថ្លៃហើយទី2ពិបាកចំអិនអីចឹងណាមនុស្សច្រើនបើយើងញ៉ាំឆ្ងាញ់ទៅអាណិតអ្នកដែលនៅជុំវិញកញ្ចុះរបស់យើងចឹងណាបងប្អូនពេលមកដល់ផ្ទះវិញខ្ញុំចេញឡានទៅទិញបន្លែទៅទិញសាច់នៅផ្សារកន្លែងផ្ទះរបស់ខ្ញុំចឹងនៅចិត្តផ្ទះរបស់ខ្ញុំចឹងណាខ្ញុំទៅរកទិញផ្សារខ្ញុំទៅរកទិញបន្លែក្នុងផ្សារចឹងបងប្អូនហើយអ្នកលក់ធម្មតាអញ្ចឹងហើយពេលដែលខ្ញុំទៅនឹងខ្ញុំអត់បានបដូរកៅអៅគេងទេដោយសារខ្ញុំងើបពីគេងពីជំរុំមកគឺខ្ញុំស្លៀកពាក់បែបណាគឺបែបហ្នឹងមកដល់ផ្សារតែម្ដងហើយពាក់កសែងកទៀតបងប្អូនអត់បានបដូរកៅអៅទេដោយសារថ្ងៃហ្នឹងយកអីវ៉ាន់មកទុកផ្ទះហើយហួរទៅលាងឡានមកវិញត្រឡប់ចូលទិញសាច់គោនិងបន្លែហើយឃើញស្វ័យក្តោបហើយនឹងសាឡាត់ហើយនឹងត្រសក់អញ្ចឹងខ្ញុំទិញយកមកញ៉ាំផ្ទាប់ជាបន្លែជាមួយនឹងសាច់គោម៉ាយ៉ូណេអត់ចេះធ្វើទេបងប្អូនអើយគ្រាន់តែយកសាច់គោនឹងប្រឡាក់ជាមួយនឹងរ៉ូឌីហើយយកសមយើងនឹងចាក់លើសាច់នឹងឲ្យវារៀងម៉ត់អញ្ចឹងទៅបន្ទាប់មកទៀតយកវាមកប្រឡាក់ជាមួយប្រេងខ្យងរ៉ូឌីហើយស្ករតិចប៊ីចេងតិចនិងម្ទេសតិចហើយនឹងម្រេចតិចចឹងណាបងប្អូនហើយពេលដែលមកទិញបន្លែនេះអ្នកលក់បរិយាយណាសួរនាំថាបងឯងមកពីណាមានកសែងពាក់កពេលអីចឹងណាហើយខ្ញុំបានឆ្លើយថាខ្ញុំមកពីជំរំភេសកខ្ញុំទៅតែមកដល់ផ្ទះពេលដែលប្រទេសជាតិយើងប្រកាសសន្តិភាពចឹងណាចាខ្ញុំក៏ត្រឡប់មកដល់ផ្សារហើយខ្ញុំថាអត់បានងូតទឹកទេអូនអើយចេញពីជំរំបែបណាស្លៀកពាក់ងើបពីកេងបែបណាគឺមកដល់ផ្ទះបែបហ្នឹងហើយហួរមកដល់ផ្សារទៀតមកទិញអីយកទៅធ្វើញ៉ាំបងប្អូនចាខាន់ញ៉ាំសាច់គោនឹងយូរហើយញ៉ាំតែត្រីក៏ហើយនឹងកូនត្រីនឹងពងទេកំសត់ខ្លួនណាបងប្អូនអើយហើយពេលដែលត្រឡប់ដល់ផ្ទះវិញសាច់គោយើងក៏បានធ្វើឆ្អិនចាសាច់គោដែលទិញអំបាញ់មិញហ្នឹងអស់15000រៀលយកវាប្រឡាក់ឲ្យស្អាតចាឲ្យឆ្ងាញ់ទុកចោលប្រហែលជាកន្លះម៉ោងហើយបានយកមកជៀននៅក្នុងឆ្នាំងខ្ទះដាក់ខ្លាញ់តិចចឹងណាបងប្អូនហើយរោយម្រេចពីលើហើយយើងបកខ្ទឹមមើមខ្ទឹមហ្នឹងយើងបកវាហើយដាក់ចូលបំពងជាមួយនឹងសាច់គោទៅថាបង្កើតរសជាតិឲ្យឈ្ងុយឆ្ងាញ់កាន់តែខ្លាំងអ្នកអត់មានកម្លាំងអីញ៉ាំទៅគឺថាមានកម្លាំងខ្លាំងហ្មងណាបងប្អូនអើយហើយស្អែកប្រហែលជាទិញឆ្អឹងយកធ្វើស៊ុបចង់ញ៉ាំស៊ុបបើកម្លាំងម្ដងហើយនេះ15000បងប្អូនពោះគោគ្រឿងក្នុងនេះ15000រៀលទិញសាច់15000ទិញពោះគោ15000រៀលយកមកញ៉ាំទាំងពីរតែម្ដងហើយល្ងាចហ្នឹងគឺថាខ្ញុំអត់បានញ៉ាំបាយទេញ៉ាំតែពោះគោហើយនឹងសាច់គោអាំងជាមួយបន្លែបងប្អូនចង់និយាយថាដាច់ជាតិ20ថ្ងៃទៅ30ថ្ងៃបងប្អូនយល់អារម្មណ៍មួយហ្នឹងឯងដាច់ជាតិសាច់គោសុទ្ធហ្មងហើយអាហារដែលខ្ញុំញ៉ាំបានគឺមានសាច់គោនិងត្រីហើយនឹងបង្គាបើថាសាច់ជ្រូកហើយនឹងទាអីគឺអត់ញ៉ាំទេបងប្អូនអើយ